គោរពអនុញ្ញាតជំរាបសួរដល់វត្តមានពុកម៉ែបងប្អូនទាំងអស់គ្នាឆ្នាំពីនេះដែរខ្ញុំបាទនឹងក្រុមការងារកំពុងតែមានវត្តមាននៅក្នុងសាលកោះពេជ្រដែលថ្ងៃនេះដែរយើងនឹងប្រារព្ធនៅពិធីវាបព្វធម៌ជាតិ3វិធាក្រោមអធិបតីភាពដ៏គង់គួរសម្ដេចមហាបវរធិបតីប៉ុន្មាននាយករដ្ឋមន្ត្រីនៃប្រទេសជាតិកម្ពុជាដែលសម្ដេចនឹងផ្ដល់កិត្តិយសដើម្បីចូលរួមនៅក្នុងកម្មវិធីបើកទីវាវប្បធម៌ជាតិ3មីនាហើយនេះជាក្រុមការងាររបស់យើងខ្ញុំបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះរសៀលថ្ងៃទី5ខែមីនាឆ្នាំ2025ហើយនេះមានបងប្អូនសិល្បករសិល្បករនេះនៅនិពន្ធក៏ដូចជាបងប្អូនជាបរិវត្តនៅតាមបណ្ដាភូមិស្រុកទៀតក៏បានចូលរួមបាទសូមក្រុមអរគុណ